ជាសាច់រឿងរបស់ម្នាក់ដែលរួចផុតពីការស្លាប់ដោយសារការទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូរហូតដល់2លើកនៅក្នុងប្រទេសជប៉ុននៅក្នុងឆ្នាំ1945មានរឿងរ៉ាវមិននឹកស្មានដល់មួយនៅក្នុងប្រវត្តិសាស្ត្របរិសុទ្ធជនជាតិជប៉ុនម្នាក់ឈ្មោះ Chiyomo Yamaguchi បានរស់រានមានជីវិតមិនត្រឹមតែមួយលើកតែប៉ុណ្ណោះទេប៉ុន្តែបានឆ្លងកាត់ការទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូរហូតដល់2លើកក្នុងកំឡុងសង្គ្រាមលោកលើកទី2នៅថ្ងៃទី6ខែសីហាឆ្នាំ1945លោក Yamaguchi បានទៅដល់ទីក្រុង Hiroshima នៅក្នុងដំណើរអាជីវកម្មមួយនៅពេលដែលសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូដំបូងការផ្ទុះពីការទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូនៅទីក្រុង Hiroshima បានធ្វើឲ្យគាត់រលាកស្បែកនិងរបួសធ្ងន់ធ្ងរប៉ុន្តែវាជាអភូតហេតុដ៏អស្ចារ្យដែលគាត់មិនបានបាត់បង់ជីវិតនោះទេកន្លងមកបានមួយថ្ងៃគាត់ក៏សម្រេចចិត្តធ្វើដំណើរត្រឡប់ទៅផ្ទះគាត់វិញនៅឯទីក្រុង Nagasaki វិញទោះបីជាមានការរងគ្រោះពីការទម្លាក់គ្រាប់បែកនៅ Hiroshima យ៉ាងណាក៏ដោយក៏លោក Yamaguchi បានចូលធ្វើការវិញធម្មតានៅថ្ងៃទី9ខែសីហាឆ្នាំ1945ខណៈពេលដែលគាត់កំពុងរៀបរាប់អំពីសោកនាដកម្មដ៏សាហាវនៅ Hiroshima ទៅកាន់ថ្នាក់លើរបស់គាត់ស្រាប់តែមានពន្លឺពណ៌សស្ញាញបានចាំងចែងពីពេញផ្ទៃមេឃវាជាការទម្លាក់គ្រាប់បែកប៉ារ៉ាម៉ាណូជាលើកទី2របស់សហរដ្ឋអាមេរិកនៅទីក្រុង Nagasaki ជាថ្មីម្ដងទៀតគាត់បានរស់រានមានជីវិតជាមួយនឹងការផ្ទុះដ៏សាហាវមួយផ្សេងទៀតក្នុងរយៈពេលត្រឹមតែ3ថ្ងៃក្រោយតែប៉ុណ្ណោះក្រោយពីការរស់រានមានជីវិតរបស់លោក Yamaguchi សុខភាពរបស់គាត់មានផលប៉ះពាល់យ៉ាងខ្លាំងគាត់ទទួលការឈឺចាំអស់រយៈពេលយូរពីចំហាយនៃវិទ្យុសកម្មប៉ុន្តែលោកបានរស់នៅរហូតដល់អាយុ93ឆ្នាំឯណោះនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនៃជីវិតរបស់គាត់លោកបានក្លាយជាអ្នកតស៊ូមតិដ៏ខ្លាំងក្លាសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរដោយចែករំលែករឿងរ៉ាវដែលគាត់បានឆ្លងកាត់ដើម្បីប្រមានពិភពលោកពីឥទ្ធិពលយ៉ាងខ្លាំងក្លានៃអាវុធនុយក្លេអ៊ែរជីវិតរបស់គាត់បានឆ្លងកាត់អភូតហេតុដ៏អស្ចារ្យនិងសារដាស់តឿនដ៏មានឥទ្ធិពលនៃការតស៊ូរស់រានមានជីវិតក្រោយពីជួបនៅសោកនាដកម្មក្រោយពីការដួលរលំនៃការបំផ្លិចបំផ្លាញដ៏សាហាវនិងនឹកស្មានមិនដល់លោក Chiyomo Yamaguchi មិនត្រឹមតែបានរស់រានមានជីវិតប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានជ្រើសរើសនិយាយចេញមកដោយធានាថាប្រវត្តិសាស្ត្រនឹងមិនដែលបំភ្លេចតម្លៃនៃសង្គ្រាមឡើយ